ថ្ងៃនេះគឺលេងមកឈុតធំហើយបងប្អូនអើយគឺថាចាក់នំគ្រក់ហើយជាដំបូងហ្នឹងគឺនាងខ្ញុំមើលត្រាំអង្គត្រាំអីមកយើងយកអំបែងយកអីយកមកលាងសម្រស់ទឹកឲ្យវាស្អាតអីមកละលៃអីចឹងទៅគឺយើងចន្លោះពីពេលហ្នឹងគឺនាងខ្ញុំដើររបេះបន្លែហើយសាឡាត់អីគឺសក់ជីគ្រប់មុខអីហ្នឹងគឺនាងខ្ញុំទិញគេទេហើយស្លឹកភ្លូនេះគឺទៅបេះនៅផ្ទះម៉ែក្មេកចាហើយមាននឹងមកចប់មកអេមហើយថ្ងៃនេះគឺត្រាំអង្គយើងបាន3-4ម៉ោងហើយយើងត្រាំរៀងប្រញាប់ដែរបងប្អូនហើយក៏យកមកកិននេះគឺនាងខ្ញុំកិន2ដងបងប្អូនដោយសារតែអង្គរបស់យើងហ្នឹងគឺអត់បានព្រៀងទុកចាដល់ពេលអញ្ចឹងយើងកិនម្ដងយើងក្របអញ្ចឹងនាងខ្ញុំកិនឡើង2ដងរហូតដល់ម៉ត់ហើយយើងរួចហើយគឺយើងចាក់លួចស្ករបន្តិចទៅអំបិលបន្តិចទៅហើយយើងហាន់លឹកខ្ទឹមហើយចំពោះលឹកខ្ទឹមនេះដែរគឺបងប្អូនដាក់តាមតែចំណង់ចំណូលចិត្តរបស់បងប្អូនតិចច្រើនអីចឹងណាហើយក៏យើងបង់ជាមួយនឹងម្សៅរបស់យើងកូរយើងឲ្យសព្វឲ្យអីចូលគ្នាហើយយើងចាប់ផ្ដើមគោះពងមាន់ហើយនិយាយពីពងមាន់នេះដែរគឺនាងខ្ញុំដាក់មកក្របដើម្បីឲ្យនំរបស់យើងនឹងគឺឡើងឲ្យឈ្ងុយឆ្ងាញ់ទៀតហើយយើងគោះឲ្យរៀងញឹកតិចទៅបងប្អូនដើម្បីឲ្យវាបែកក្របអញ្ចឹងណាហើយក៏យើងយកមកដាក់លាយជាមួយនឹងម្សៅរបស់យើងហើយមិនសូវជាពិបាកធ្វើអីហ្មងទេបងប្អូនគឺងាយស្រួលទេនំគ្រក់មួយមុខហ្នឹងហើយយើងលាបខ្លាញ់វាឲ្យដាក់ឲ្យក្តៅអីចឹងណាពុំរបស់យើងហ្នឹងដាក់ឲ្យក្តៅខ្ទះក្តៅអីពីរដងទៅហើយចាំយើងចាក់ម្សៅកុំឲ្យជៀសវាងនឹងជាប់ស្អិតចឹងណាព្រោះអំបែងនំគ្រក់នេះគឺថាទុករៀងយូរដែរអត់សូវបានចាក់យកមកចាក់អីទេហើយក៏យើងបន្តចាក់ទៀតចាក់មករហូតដល់ម្សៅរបស់យើងអស់ហើយនិយាយពីសាច់ម្សៅបងប្អូនគឺថាទុនព្រោះយើងអង្គយើងកិនភ្លាមចឹងណាបងប្អូនហើយអត់សូវយើងជាប់អីហ្មងទេហើយយើងកិនភ្លាមអីចឹងទៅហើយយើងបានហូបភ្លាមបើយើងទិញម្សៅថង់គីឡូគេស្រាប់គឺសាច់រឹងវិញនេះបងប្អូនព្រោះនាងខ្ញុំធ្លាប់ធ្វើថង់ម្សៅអីគឺថាស្អិតវិញទេតែបើបងប្អូនរៀងអត់មានត្បាល់កិនអីចឹងគឺអាចទិញម្សៅថង់នឹងបានហើយនិយាយពីថានំបងប្អូននេះគឺថាដាក់មកគឺថាតំណងហើយនឹងនិយាយទៅគឺថាមកអេហ្មងហើយនិយាយពីកាសធាតុវិញបងប្អូនគឺមានភ្លៀងផងមានខ្យល់ផងរត់ចុះរត់ឡើងហើយនេះគឺយើងចាក់នំគ្រក់រួចអស់ហើយគឺយើងចាប់ផ្ដើមមកធ្វើទឹកត្រីរបស់យើងវិញម្ដងគឺយើងបកខ្ទឹមសខ្ទឹមក្រហមមួយមុខបន្តិចទៅហើយការ៉ុតរបស់យើងគឺយើងឈូសរៀងទូចអីចឹងទៅបងប្អូនហើយខ្ទឹមសហើយនឹងខ្ទឹមក្រហមយើងចិតរៀងស្ដើងទៅហើយនេះចន្លោះពីពេលហ្នឹងគឺទឹករបស់យើងរៀងពុះហើយយើងចាប់ផ្ដើមបង់ស្ករក្រហមកូរវាឲ្យសព្វអីទៅយើងដាក់ខ្ទឹមសខ្ទឹមក្រហមដាក់ការ៉ុតដាក់អីចឹងទៅណាបងប្អូនហើយយើងកូរវាឲ្យសព្វអីទៅយើងចាំបាច់ក្រូចឆ្មាហើយបងប្អូនយើងគេបាច់ក្រូចឆ្មាភ្លាមហូបបានណាបងប្អូនយើងមិនបាច់ចាំបាច់ទុកពី2ម៉ោងអីចាំហូបវាជូរអត់ទេតែនេះហូបភ្លាមធ្វើភ្លាមហូបបានឆ្ងាញ់ទៀតហើយនំគ្រក់របស់យើងគឺហើយបងប្អូនគឺថាតំណងមែនទែនគឺថាកាសធាតុលឹមផងភ្លៀងផងបងប្អូនគាត់ទៅមើលវីដេអូក៏ដឹងដែរគឺថាភ្លៀងផងវេទនាទូឆាត់ទូអីផងហើយថាកំសត់មែនទែនថ្ងៃហ្នឹងហើយដាក់មួយម៉ាត់ទៅបងប្អូនគឺថាឆ្ងាញ់ហ្មងសំខាន់គឺបន្លែរបស់យើងមានគ្រប់សពមានទាំងផ្លែភ្លូស្លឹកភ្លូភ្លូក៏ភ្លូអត់សូវជាប៉ិនហាវហ្មងទេបងប្អូនហើយមានសាឡាត់មានអីចឹងទៅហើយជាតិឆ្ងាញ់ហ្មងបងប្អូន